កណាសូមក្រាបថ្វាយបង្គំប្រធេរានុធេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីរាប់អានបាទក្រុមការងារអ្នកនាំពាក្យរបស់យើងវិលមកជួបសាជាថ្មីដើម្បីធ្វើបច្ចុប្បន្នភាពពាក់ព័ន្ធទៅនឹងការវិវត្តថ្មីចែកចម្លែកព័ត៌មានជូនជនរួមជាតិជ្រាបបាទជាបឋមនេះខ្ញុំសូមជូនព័ត៌មានថ្មីមួយនៅមុននេះបន្តិចសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាទើបតែបានផ្សព្វផ្សាយនៅក្នុងគណនី Facebook ផ្ទាល់ខ្លួនរបស់សម្ដេចនៅព័ត៌មានសំខាន់មួយបាទស្ដីពីបទឈប់បាញ់ព័ត៌មាននោះមានខ្លឹមសារថាកម្ពុជាស្វាគមន៍ហើយនឹងគាំទ្រគំនិតដូចផ្ដើមរបស់អាដាមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីសម្រាប់ការឈប់បាញ់នាយប់នេះដោយមានការតាមដានត្រួតពិនិត្យដោយក្រុមត្រួតពិនិត្យសង្កេតការណ៍អាស៊ាន AOT និងក៏មានការចូលរួមដោយសហរដ្ឋអាមេរិកបាទនេះជាព័ត៌មានថ្មីមួយដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រីលោកទើបតែជូនដំណឹងនៅមុននេះបាទ Dear member of the press, allow me to read the message of សម្ដេចធិបតីហ៊ុនម៉ាណែត Prime Minister of Kingdom of Cambodia just posted in his Facebook on his Facebook as follows. Cambodia welcomes and support the initiative of Prime Minister Anwar Ibrahim of Malaysia for a ceasefire tonight, which will be monitored by Asian Observation Team AOT with participation of the United States. ហើយនៅមុននេះបន្តិចដែរថ្ងៃរសៀលនេះបាទសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាសម្ដេចក៏បានមានព័ត៌មានមួយចែកជូនសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរហើយព័ត៌មាននោះសម្ដេចក៏បានផុសនៅក្នុង account Facebook របស់សម្ដេចដែលខ្ញុំសូមជូនអានជូនដូចតទៅបាទបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ប៉ុន្មានថ្ងៃនេះកងទ័ពថៃបានឈ្លានពានវាយប្រហារនិងសម្លាប់ប្រជាពលរដ្ឋកម្ពុជាដោយគ្មានរើសមុខនិងរើសទីកន្លែងសូម្បីតែស្ពានថ្នល់សាលារៀនវត្តអារាមក៏ពួកគេប្រើកាំភ្លើងធំនិងយន្តហោះវាយបំផ្លាញចោលផ្សែងពុលគ្រាប់បែកចង្កោមត្រូវបានប្រើប្រាស់ជាច្រើនកន្លែងរាប់ទាំងកន្លែងដែលមានប្រជាពលរដ្ឋថៃរស់នៅនិងធ្វើការនៅក្នុងទឹកដីកម្ពុជាផងដែរក្នុងស្ថានភាពបែបនេះក្នុងនាមប្រធានព្រឹទ្ធសភាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានគណៈបកកាន់អំណាចខ្ញុំសូមជូនយោបល់ទៅដល់ទៅកាន់នាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែនប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្ថិតនៅប្រទេសថៃត្រូវបន្តរស់នៅនិងធ្វើការនៅប្រទេសថៃនិងប្រជាពលរដ្ឋថៃដែលកំពុងរស់នៅនិងធ្វើការនៅក្នុងប្រទេសកម្ពុជាក៏ត្រូវបន្តស្ថិតនៅកម្ពុជារហូតដល់មានបទឈប់បាញ់មួយត្រូវបានអនុវត្តពេញលេញវិធានការនេះគឺដើម្បីធានាសុវត្ថិភាពប្រជាជនកម្ពុជាហើយនិងប្រជាជនថៃកុំឲ្យមានគ្រោះថ្នាក់នៅពេលធ្វើដំណើរពិសេសពេលធ្វើដំណើរឆ្លងកាត់ព្រំដែនសូមប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសថៃនិងប្រជាជនថៃមេត្តាយោគយល់សូមរាជរដ្ឋាភិបាលកម្ពុជាជួយការពារសុវត្ថិភាពប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាកុំឲ្យពួកគេរងគ្រោះដោយសារតែគ្រាប់កាំភ្លើងឬក៏គ្រាប់បែកផ្សែងពុលរបស់ថៃបាទនេះគឺជាខ្លឹមសារដែលយើងអាចអានបាននៅក្នុងគណនី Facebook សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបាទហើយភ្លាមបន្ទាប់ពីសម្ដេចតេជោលោកចេញសារបែបនេះក្រសួងមហាផ្ទៃក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយពាក់ព័ន្ធទៅនឹងការផ្អាកការធ្វើដំណើរតាមច្រកទ្វារព្រំដែនកម្ពុជាថៃហើយដែលខ្ញុំសូមអានជូនខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃដូចតទៅនេះយោងលើការវិវត្តនៃស្ថានភាពព្រំដែនដែលភាគីថៃបាននឹងកំពុងឈ្លានពានដែលអធិបតេយ្យភាពកម្ពុជាដោយបានវាយប្រហារតាមគ្រប់ទម្រង់មិនរើសគោលដៅបណ្ដាលឲ្យប្រជាជនកម្ពុជាស្លាប់និងរងរបួសព្រមទាំងផលប៉ះពាល់ដល់ភូមិឋានប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត
ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាសូមជម្រាបជូនសាធារណជនជាតិនិងអន្តរជាតិជ្រាបថារាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្អាកការធ្វើដំណើរចេញចូលទាំងស្រុងនៅតាមច្រកព្រំដែនកម្ពុជាថៃចាប់ពីពេលនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មីការសម្រេចនេះគឺដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជានិងប្រជាពលរដ្ឋថៃព្រមទាំងជនបរទេសគ្រប់ជាតិសាសន៍ពីគ្រោះថ្នាក់ពេលធ្វើដំណើរជាពិសេសការធ្វើដំណើរឆ្លងកាត់ព្រំដែនក្នុងន័យនេះប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្ថិតនៅក្នុងប្រជាណាចក្រថៃត្រូវបន្តរស់នៅនិងធ្វើការក្នុងប្រទេសថៃជាធម្មតាដូចគ្នាដែរប្រជាពលរដ្ឋថៃដែលកំពុងរស់នៅធ្វើការនៅក្នុងប្រជាណាចក្រកម្ពុជាក៏ត្រូវបន្តស្ថិតនៅកម្ពុជាជាធម្មតាដែររហូតទៅដល់បទឈប់បាញ់ត្រូវបានអនុវត្តពេញលេញវិធានការនេះដើម្បីធានាសុវត្ថិភាពប្រជាជនកម្ពុជានិងពលរដ្ឋថៃកំពុងកុំឲ្យមានគ្រោះថ្នាក់បាទជាពិសេសគឺការឆ្លងកាត់ព្រំដែនក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាបានណែនាំរដ្ឋបាលខេត្តជាប់ព្រំដែននិងអាជ្ញាធរគ្រប់រាជធានីខេត្តបង្កើនការយកចិត្តទុកដាក់ផ្ដល់ការគាំពៀគ្រប់យ៉ាងដល់ឲ្យអស់ពីលទ្ធភាពទៅដល់ប្រជាពលរដ្ឋថៃនិងជនបរទេសទាំងឡាយទាំងអស់ដែលរស់នៅក្នុងតំបន់ព្រំដែននិងនៅទូទាំងប្រទេសឲ្យបានដូចនឹងប្រជាពលរដ្ឋកម្ពុជាដែរជាមួយគ្នានេះក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាក៏ស្នើសូមឲ្យក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលថៃផ្ដល់ការគាំពៀទៅដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងរស់នៅក្នុងប្រទេសថៃដូចគ្នាដែរបាទនេះគឺជាខ្លឹមសារនៃក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃបាទ Press release of Ministry of Interior of Royal Government of Cambodia on suspension of operation of Cambodia-Thailand border crossing. In light of recent developments along the border, during which the Thai side had committed acts of aggression against Cambodia's sovereignty through indiscriminate attacks, resulting in Cambodian civilian casualties and injuries, as well as damage the residential area and physical infrastructure. The Ministry of Interior of Royal Government of Cambodia hereby inform the national and international public that the Royal Government of Cambodia has decided to fully suspend all entry and exit movement at all Cambodian-Thailand border crossing effective immediately and until further notice. This decision has been taken to ensure the safety and security of Cambodian citizens, Thai national and foreign national of all nationalities, particularly those traveling across the border. In this regard, Cambodian citizens currently residing and working in Kingdom of Thailand are advised to continue living and working there as normal. Likewise, Thai nationals currently residing and working in the Kingdom of Cambodia are advised to remain in Cambodia as usual until the ceasefire is fully implemented. These measures aim to prevent risk and ensure the safety of civilians, especially with respect to cross-border travel. The Ministry of Interior of the Royal Government of Cambodia has instructed provincial administrations along the borders as well as authorities of all capital and provincial administrations nationwide to enhance attention and provide maximum protection and assistance within their capacity to Thai national and foreign residents both in border area and throughout the country on an equal basis with Cambodian citizens. At the same time, the Ministry of Interior of Royal Government of Cambodia respectfully call upon the Ministry of Interior of Royal Government of Thailand to provide appropriate protection to Cambodian citizens currently residing in Thailand
accordingly the national and international community are hereby informed thank you បាទខ្ញុំមានព័ត៌មានបច្ចុប្បន្នភាពសំខាន់ចែកជូនបងប្អូនយើងប៉ុណ្ណឹងហើយតទៅនេះខ្ញុំសូមជូនវេទិកាទៅលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិដើម្បីធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៅឯព្រំដែនបាទសូមអញ្ជើញលោកជំទាវចាសសូមគោរពអរគុណអាដាមនិងសូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននាងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីសភាពការនៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងយុទ្ធភូមិភាគទី3ទី4និងទី5គិតត្រឹមថ្ងៃទី13ខែធ្នូឆ្នាំ2025ដែលជាថ្ងៃទី7នេះភាគីថៃនៅតែបន្តរំលោភបំពានលើបទច្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធជាថ្មីមកលើបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កម្លាំងយោធាចាប់តាំងពីថ្ងៃទី7រហូតមកដល់ថ្ងៃនេះការប្រើប្រាស់សភាវុធធុនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃរួមទាំងការប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកចង្កោមនិងផ្សែងពុលនិងដាក់ពង្រាយកម្លាំងយោធាដ៏ច្រើនរើសលុបដើម្បីទន្ទ្រានយកទឹកដីកម្ពុជាគឺជាការរំលោភបំពានយ៉ាងច្បាស់កលែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិសកម្មភាពដែលគ្មានទំនួលខុសត្រូវនិងខុសច្បាប់បែបនេះបង្កឲ្យគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ប៉ុណ្ណោះទេថែមទាំងប៉ះពាល់ទៅដល់មូលដ្ឋានគ្រឹះនៃសណ្ដាប់ធ្នាប់អន្តរជាតិផងដែរស្ថានភាពនៃការគំរាមកំហែងនិងការឈ្លានពានរបស់ភាគីថៃនៅតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា1ស្ថានភាពជួរមុខនៅក្នុងយុទ្ធភូមិភាគទី3បន្ទាប់ពីមានការបាញ់ប្រហារនៅវេលាម៉ោង2រំលងអធ្រាត្រគិតមកដល់ពេលនេះមានសភាពស្ងប់ស្ងាត់ទៅវិញហើយទី2សភាពការនៅក្នុងសមរភូមិយុទ្ធភូមិភាគទី4ក៏នៅក្នុងស្ថានភាពស្ងប់ស្ងាត់និងបន្តតាមដានទី3ស្ថានភាពជួរមុខនៅក្នុងសមរភូមិយុទ្ធភូមិភាគទី5ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់ពីវេលាម៉ោង 13:00 នាទីរសៀលរហូតដល់វេលាម៉ោង 16:10 នាទីរសៀលថ្ងៃទី13ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 13:42 នាទីដល់វេលាម៉ោង 14:56 នាទីយោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកហោះចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 14:59 នាទីយោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការហោះក្តាប់សភាពការនៅក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 15:26 នាទីយោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកហោះចូលក្នុងភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 15:40 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F16 ទម្លាក់គ្រាប់បែកចំនួន1គ្រាប់នៅភូមិសាស្ត្រស្ពានជ័យជំនះចាស់ស្ពានមេទឹកនៅវេលាម៉ោង 15:44 នាទីយោធាថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F16 ទម្លាក់គ្រាប់បែកកំទេចគោលដៅស្ពានជ័យជំនះសរុបចំនួន6គ្រាប់នៅវេលាម៉ោង 15:47 នាទីកម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថក្រោះព្យាយាមរុលចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 16:00 នាទីរសៀលយោធាថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F16 ទម្លាក់គ្រាប់បែកមួយគ្រាប់ទៀតនៅក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 16:00 នាទីយោធាថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកមួយគ្រាប់ទៀតផងដែរចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃទៀតនៅមានសភាពស្ងប់ស្ងាត់និងបន្តតាមដាននៅឡើយក្រសួងការពារជាតិទាមទារឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់និងនៅការបាញ់ប្រហារនិងការសម្លាប់ប្រជាជនកម្ពុជាដោយមិនរើសគោលដៅ
ការប្រើប្រាស់យន្តហោះចម្បាំងហោះចូលក្នុងទឹកដីកម្ពុជាដែលមិនត្រឹមតែជាការរំលោភបំពានដ៏ធ្ងន់ធ្ងរបំផុតលើអធិបតេយ្យបូរណភាពទឹកដីកម្ពុជានិងច្បាប់អន្តរជាតិប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានការបាញ់ផ្លោងទម្លាក់គ្រាប់បែករួមទាំងគ្រាប់បែកចង្កោមដោយមិនរើសអើងនិងមិនសមាមាត្រហើយធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិតសុវត្ថិភាពរបស់ប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជានិងបំផ្លិចបំផ្លាញដល់ទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធស៊ីវិលប្រាសាទបុរាណជាទីសក្ការៈមរតកមនុស្សជាតិដូចជាសាលារៀនស្ពានថ្នល់មន្ទីរពេទ្យវត្តអារាមផ្ទះសម្បែងផ្សារប្រាសាទព្រះវិហារប្រាសាទតាក្របីដែលជានឹងទីតាំងសាធារណៈដទៃផ្សេងទៀតរាប់មិនអស់យោធាថៃត្រូវបង្ហាញពីភាពស្មោះត្រង់និងសុចឆន្ទៈបើសិនជាថៃពិតជាចង់បានសន្តិភាពពិតប្រាកដមែនព្រោះសន្តិភាពមិនអាចកើតឡើងតាមរយៈការនិយាយតែមាត់ប៉ុណ្ណោះទេប៉ុន្តែតាមរយៈសកម្មភាពជាក់ស្ដែងហើយយោធាថៃអាចចាប់ផ្ដើមជាមួយនឹងការបញ្ឈប់រាល់សកម្មភាពខុសច្បាប់ដោយដែលបានរៀបរាប់ខាងលើទន្ទឹមនេះកម្ពុជាសូមអំពាវនាវឲ្យភាគីថៃឆាប់វិលត្រឡប់មកអនុវត្តនៅបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ក្រោមការធ្វើជាសាក្សីរបស់អាដាមប្រធានាធិបតី Donald Trump និងអាដាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ជាប្រធានអាស៊ានបដូវវេនក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពាននៅសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតនេះដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់នៅអំពើអរិភាពជាបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់កម្ពុជាសូមបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការគោរពនិងអនុវត្តលក្ខខណ្ឌនៃបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃប្រកបដោយសុឆន្ទៈនិងទំនួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់នៅដំណោះស្រាយចំនួនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមកំហែងឬក៏ការប្រើប្រាស់កម្លាំងសម្ដៅរកដំណោះស្រាយមួយដែលយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិក្រសួងការពារជាតិនិងកងយោធពលខេមរៈភូមិន្ទសូមគូសបញ្ជាក់ផងដែរថាគោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅរបស់យោធាថៃប៉ុណ្ណោះមិនសំដៅលើគោលដៅជនស៊ីវិលឬក៏ទីកន្លែងស៊ីវិលណាមួយឡើយកម្ពុជាតែងតែប្រកាន់ខ្ជាប់នឹងការគោរពការអនុវត្តកាតព្វកិច្ចទាំងឡាយដែលស្ថិតនៅក្រោមច្បាប់អន្តរជាតិជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់និងច្បាស់លាស់ជាទីបំផុតសូមគូបញ្ជាក់ផងដែរថាវីរៈកងទ័ពកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតនឹងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាននិងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាយើងក៏បញ្ជាក់ឡើងវិញនៅសិទ្ធិស្វ័យការពារដែលអធិបតេយ្យរបស់យើងដោយដែលមានចែងនៅក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយកម្ពុជានឹងមិនចោះចាញ់នឹងការបង្ខិតបង្ខំនិងការបំផិតបំភ័យទោះក្នុងទម្រង់ណាមួយឡើយសូមប្រជាជនកម្ពុជាទាំងអស់នៅតែបន្តជឿជាក់និងលើកទឹកចិត្តដល់វីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់រាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនកម្ពុជារួបរวมគ្នាជាធ្លុងមួយក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាននិងដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាមួយក៏ដោយGreetings to the general public and member of the press.
This afternoon, I would like to update on the situation of the Thai invasion and armed attack launched on Cambodian territory in the 3rd, 4th, and 5th military regions on December 13, 2025, which entered the 7th day. The Thai side has continuously violated the ceasefire and the joint declaration signed by the Prime Minister of the Kingdom of Cambodia and the Kingdom of Thailand. On October 26, 2025, by continuing to carry out armed aggression against Cambodia's territorial integrity since December 7, 2025, up until this afternoon. Thailand used all types of heavy weapons, including F-16 fighter jets, cluster bombs, toxic gas, and the deployment of the large number of troops to encroach on Cambodian territory is a clear violation of the United Nations Charter, the ASEAN Charter, and the basic principle of international law. Such irresponsible and illegal action pose a grave danger not only the regional peace, stability, but also the very foundation of international order. Now I would like to update on the situation of Thailand aggression and attack on certain areas within sovereign territory of Cambodia. The frontline situation at the 3rd military region remains calm. Second, the frontline situation at the 4th military region remains calm. Third, the frontline situation in 5th military region, the Thai military force continued their aggression against Cambodia from 1 p.m. to 4 and 10 p.m. on December 13, 2025. 1:42 p.m. and 2:56 p.m., the Thai military employed drones to bombard the area of Prejan village. At 2:59 p.m., the Thai military employed drones to conduct aerial reconnaissance in the area of Prejan village. At 3:26 p.m., the Thai military employed bomb attacked drone fly in the area of Chokche village. At 3:40 p.m., the Thai military force used F-16 fighter jets to drop a bomb on the area of the old Chejumneh Bridge, Metak Bridge. At 3:44 p.m., the Thai military force continued to drop another bomb using F-16 fighter jets on Chejumneh Bridge. At 3:47 p.m., the Thai infantry force, accompanied by the armored vehicle, advanced into the area of Prejan village. At 4 p.m., the Thai military force used F-16 fighter jets to drop a bomb on the area of Prejan village. On 4:10 p.m., the Thai F-16 fighter jets dropped another bomb on the area of Prejan village. The situation in other areas remained calm. The Ministry of National Defense demands that Thailand immediately cease the armed attack and indiscriminate killing of Cambodian innocent civilians and the use of fighter jets into Cambodian territory. This action constitutes a grave violation of Cambodian sovereignty, territorial integrity, and the international law. Furthermore, the indiscriminate and disproportionate shelling and bombing, including the use of cluster bombs, are endangering the life and safety of innocent Cambodian civilians and destroying property, civilian infrastructure, and ancient temple sacred to humankind, such as schools, hospitals, pagodas, houses, markets, road, bridge, Pravihir temple, Takrabay temple, and countless public sites.
the Thai must show their sincerity and goodwill if Thailand truly desire real peace, because peace cannot come only through words but only through concrete action. The Thai arms start by immediately ceasing all illegal activity as mentioned above. In this regard, Cambodia called on Thailand to turn to honor the ceasefire agreement and the joint declaration between Cambodia and Thailand signed on October 26, 2025 with auspicious witness of the U.S. President Donald J. Trump and Malaysian Prime Minister His Excellency Anwar Ibrahim in his capacity as the ASEAN rotating chair. In this end, Cambodia called on the international community to strongly condemn Thailand's violation of the joint declaration and its repeated war crimes and unlawful activities, as well as demand that Thailand take full responsibility for such brazen violation. Cambodia urged that Thailand immediately stop all hostile activity and withdraw its force from Cambodia's territorial integrity and avoid acts of incursion and aggression that threaten peace and stability in the region. Cambodia is firmly committed to respecting and implementing the terms of ceasefire agreement and joint declaration between Cambodia and Thailand, as well as all agreements previously reached by both parties, with the highest sense of responsibility in the good faith rather than resorting to acts of aggression or the use of force. Cambodia has been firmly adhering to resolving the dispute through peaceful means in accordance with international law, the existing treaty, conventions, and agreements, so as to seek solution that is just, fair, long-lasting, and in compliance with international law. The Ministry of National Defense and the Royal Cambodian Armed Force reiterate that Cambodia's right to self-defense is solely targeted at the Thai military targets and has never targeted at civilian area. We firmly emphasize that Cambodia has been consistently and strictly upholding all applications under the international law, especially international humanitarian law. The royal government, the armed force, and the people of Cambodia at this most critical moment have remained united as one in defending our territorial integrity, national dignity, and sovereignty with courage and highly unwavering determination. សូមអរគុណចំពោះការតាមដានស្ដាប់ បាទសូមអរគុណលោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិដែលបានធ្វើបច្ចុប្បន្នភាពបាទស្ថានភាពនៅតាមព្រំដែនចែកជូនបងប្អូនយើងជ្រាបបាទកម្មវិធីរបស់យើងបានដល់ទីបញ្ចប់យើងខ្ញុំទាំងពីរនាក់សូមអរគុណសូមគោរពលាតែប៉ុណ្ណេះបាទ